រាងកាយដែលមានសភាពមិនខុសពីអ្នកទោសត្រូវចងស្លាប់សេដោយក្រវ៉ាត់កពណ៌ខ្មៅប្រឹងរើបំរាស់អស់ពីសមត្ថភាពពេលឡានស្ពតដែលមានម្ចាស់ជាបិសាចខូខើត្រូវចោតនាងសម្លឹងមើលមុខរបស់គេមើលដោយការភ័យខ្លាចព្យាយាមអង្វរកឲ្យគេមេត្តាខ្លួនសាស្ត្រាចារ្យចង់ធ្វើអ្វីខ្ញុំទៅលេងខ្ញុំទៅ Tyler ពន្លត់ម៉ាស៊ីនរថយន្តព្រមទាំងសម្លឹងមុខនេះដោយខ្សែភ្នែកគួរឲ្យភ័យខ្លាចបបោមាត់ស្អាតពណ៌ក្រហមព្រឿងក៏ញយចេញជាស្នាមញញឹមតិចហើយបោះសម្ដីខូខើដែរយប់មិញនេះខ្ញុំវិតជឿទៅហើយថានាងមិនបានលក់ខ្លួនខ្ញុំមិនបានលក់ខ្លួនពិតមែនខ្ញុំមិនបានលក់ឲ្យពួកនោះទេខ្ញុំមិនស្គាល់សូម្បីតែឈ្មោះរបស់ពួកគេសាស្ត្រាចារ្យជឿខ្ញុំទៅសូមអង្វរនាងអង្វរក៏ប៉ុន្តែអ្នកនៅចំពោះមុខមិនបានបង្ហាញអាកប្បកិរិយាឲ្យឃើញថាយល់ពីការអធិប្បាយរបស់នាងអ្វីមួយម៉ាត់សោះគេពេបមាត់ញញឹមនិងមើលនាងដោយខ្សែភ្នែកពណ៌ក្រហមនាងក៏មិនចាំបាច់អធិប្បាយស្អីឲ្យខ្ញុំស្ដាប់ទៀតនោះទេគេអោនមកចិត្តខ្យល់ដង្ហើមក្តៅស្រោចទៅលើថ្ពាល់ធ្វើឲ្យបេះដូងរបស់នាងលោតញាប់ទទួលយកមុនស្នេហ៍ដ៏ខ្លាំងក្លារបស់គេភ្លាមបុរសម្នាក់នេះមិនបានថាគេនៅក្នុងអារម្មណ៍បែបណាក៏នៅតែមានឥទ្ធិពលចំពោះនាងមិនប្រែប្រួលនាងប្រឆាំងជាមួយនឹងគេមិនដែលឈ្នះសូម្បីតែម្ដងសោះចាញ់គ្រប់ពេលវេលាមិនថាជារាងកាយឬក៏បេះដូងតួនាងឆ្លងកាត់មនុស្សប្រុសរាប់រយខ្ញុំមិនចាប់អារម្មណ៍នោះទេបើអញ្ចឹងនោះសាស្ត្រាចារ្យអស់ខ្ញុំមកធ្វើអីទៅលែងខ្ញុំទៅអ្នកដែលត្រូវសួរក៏ពេបមាត់និងប្រដេញម្រាមដៃលើថ្ពាល់សខ្ចីហើយក៏អូសមករកបបោមាត់ក្រពុំនោះនេះនាងមិនតន់ដឹងខ្លួនទៀតឬយ៉ាងម៉េចថានាងត្រូវបណ្ដេញចេញអត់ទេខ្ញុំមិនបានធ្វើអ្វីខុសនោះទេតែខ្ញុំក៏ឃើញកំហុសរបស់នាងបានយ៉ាងច្បាស់ពេញភ្នែកទាំងពីរដូចជាថមសុនឃើញដែរនាងត្រៀមខ្លួនចេញពីមហាវិទ្យាល័យរបស់ខ្ញុំបានគេបញ្ឈប់ការប្រដេញថ្ពាល់របស់នាងហើយក៏ចុះពីលើឡានឯរាយងក៏បើកភ្នែកធំដោយការភ័យខ្លាចណាស់មានអារម្មណ៍ដូចត្រូវកំណាត់ឈើធំវាចំក្បាលមួយទំហឹងឲ្យបែកអំពិលអំពែកុំណាសាស្ត្រាចារ្យ Tyler កុំធ្វើបែបនេះដាក់ខ្ញុំអីហេតុអីទៅខ្ញុំធ្វើដាក់នាងមិនបាននោះក្នុងពេលដែលវាជាច្បាប់របស់មហាវិទ្យាល័យនេះគេតបដោយអារម្មណ៍ក្តៅកគុកភ្លាមពេលដែលទាញទ្វារបើកចាប់ទាញនាងឲ្យចុះមកឈរទល់មុខនិងសម្លឹងដោយការស្អប់ខ្ពើមណាស់ស្រីលក់ខ្លួនគ្មានសិទ្ធិធ្វើជានិស្សិតតែខ្ញុំត្រូវចោទប្រកាន់ខ្ញុំបិទមាត់ទៅគេអូសនាងឲ្យដើរតាមតួនាងរើបំរាស់ក៏មិនអាចជួយខ្លួនឯងបានគេអូសនាងសម្ដៅជណ្ដាយន្តធំដើរកាត់មនុស្សម្នាជាច្រើនតែគ្មាននរណាម្នាក់ជួយនាងគ្រប់គ្នាធ្វើដូចមើលមិនឃើញថានាងកំពុងតែត្រូវប្រុសមៀតធំចងស្លាប់សេកអូសចូលជណ្ដាយន្តរាយងរលីងរលងទឹកភ្នែកមើលឃើញចំណុចបាញ់ចាប់របស់ខ្លួនឯងបានយ៉ាងច្បាស់ណាស់យប់មិញនេះខ្ញុំដាក់សំណើឲ្យនាងហើយដល់ទៅ5សែនផងណាដើម្បីនាងនេះបំរាស់នៅក្រោមរាងកាយរបស់ខ្ញុំតែនាងក៏បដិសេធធ្វើជាមិនដឹងខ្យល់អ្វីទាំងតែខ្លួនប្រាណស្មោកគ្រោកសោះអ្នកដែលត្រូវចោតប្រកាន់ហូរទឹកភ្នែករហាមហើយខាំបបោមាត់តតែឈឺនិងព្យាយាមតស៊ូដើម្បីខ្លួនឯងម្ដងទៀតខ្ញុំដឹងថាសាស្ត្រាចារ្យមិនដែលជាសម្ដីរបស់ខ្ញុំតែខ្ញុំស្បត់បានខ្ញុំមិនដែលលក់ខ្លួនខ្ញុំទៅធ្វើការនៅផាប់ដើម្បីរកលុយរៀនរកលុយផ្ញើទៅឲ្យប៉ាម៉ាក់នៅស្រុកកំណើតកុហកហើយចោលប្រុស3នាក់ដែលនៅក្នុងបន្ទប់ផ្នែកគ្រប់គ្រងកាលពីព្រឹកមិញនេះជានរណាគេវាជាប្តីចាស់របស់នាងមិនចឹងឬតែខ្ញុំជឿជាក់ថាមិនមែនមានតែអថោកទាប3នាក់នោះទេរាងកាយរបស់នាង
ត្រូវគេរុញមួយទំហឹងឲ្យចូលបន្ទប់ធំទូលាយដែលស៊ីផ្ទៃក្រឡាជន់លើទាំងអស់របស់សន្តាគារមួយនេះដោយគ្មានក្តីមេត្តាសោះបន្ទាប់មកគេក៏បិទទ្វារចាក់សោនិងដើរមករកនាងដោយទឹកមុខនិងកាយវិការដែលពោរពេញទៅដោយទោសៈគេខឹងខ្លាំងខឹងអីហេតុអីត្រូវបង្ហាញអាកប្បកិរិយាឈួតលីលីបែបនេះនាងមានតម្លៃធ្វើឲ្យគេខឹងធ្វើឲ្យក្តៅក្រហាយដល់ថ្នាក់នេះឬមនុស្សស្រីដូចជានាងនេះឆ្លងកាត់មនុស្សប្រុសរាប់រយរាប់ពាន់ហើយមែនដែរទេរាយោមែនឬក៏ទូមែនក៏ជារឿងរបស់ខ្ញុំសាស្ត្រាចារ្យគ្មានសិទ្ធិហិង្សាដាក់ខ្ញុំបែបនេះទេគ្មានសិទ្ធិឬអ្នកកំឡោះទៀងអ្នកដែលត្រូវចងស្លាបសេកមកបុកនឹងដើមទ្រូងបន្ទាប់មកក៏ប្រើដៃទាំងពីរដែលមិនខុសពីដង្កៀបដៃខ្ញាំបង្គួយស្មារបស់នាងខ្លាំងនាងពេបមាត់ព្រោះតែការឈឺចាប់មានអារម្មណ៍ថាឆ្អឹងបែកទៅហើយត្រូវជាលុយដាក់មុខនាងសិនទើបមានសិទ្ធិឬយ៉ាងម៉េចណាស្រីបេស្យាស្រីស្មោកគ្រោះនាងថោកទាបជាងស្រីលក់ខ្លួនតាមមនស្រីទៅទៀតរ៉ាយោវិចារកំណាចរបស់គេកាន់តែធ្វើឲ្យនាងហូរទឹកភ្នែកទៀតបេះដូងវាឈឺចាប់ជាពន់ពេកនឹងមើលគេដោយអារម្មណ៍ខូចចិត្តនិងអស់សង្ឃឹមណាស់ហេតុអីបានជាគេនេះប្រតិចផ្ដាសានាងដល់ថ្នាក់នេះនាងមិនបានសម្លាប់អ្នកណាស្លាប់ឯណាមែនហើយបើខ្ញុំស្មោកគ្រោកសាស្ត្រាចារ្យដោះលែងខ្ញុំទៅកុំមករញ៉េរញ៉ៃនឹងខ្ញុំធ្វើអីទៀតព្រោះតែតូចចិត្តតូចថ្លើមខូចចិត្តដល់ថ្នាក់ញែកមិនចាញ់សោះទើបផ្សាយផ្សាលគេបែបនេះដោយមិនបានគិតដល់លទ្ធផលដ៏ឃោរឃៅដែលត្រូវគេតបស្នងនោះបន្ទាប់ពីខ្ញុំនេះចូលទៅក្នុងខ្លួននាងម្ដងខ្ញុំស្បត់ថានឹងមិនមើលនាងទៀតសំបីតែកន្ទុយភ្នែកនេះសាស្ត្រាចារ្យមានន័យថាយ៉ាងម៉េចទៅនាងក្រមុំបើកភ្នែកធំសួរថៃលើពេបមាត់ញញឹមកញ្ឆក់ក្រវ៉ាត់កចេញពីកដៃហើយក៏រុញនាងចេញឲ្យឆ្ងាយពីខ្លួនដោយមិនប្រណីសោះធ្វើឲ្យនាងដួលអកគូតបន្ទាប់មកក៏យកកាបូបលុយពណ៌ខ្មៅរបស់ខ្លួនចេញពីហៅប៉ៅខោនិងយកក្រដាសប្រាក់ច្រើនសន្ធឹកសន្ធាប់មកគប់មុខរបស់នាងក្លិនក្រដាសប្រាក់ភាចូលច្រមុះដែលវាឈួរដូចជាក្លិននៃភាពខូខើរបស់គេនោះឯងដែរនេះធ្វើគ្រប់យ៉ាងនេះព្រោះតលុយមិនចឹងឬក៏ប្រមូលយកវាទៅរាយោខំថ្មិញប្រងើបឈរដៃក្តាប់ក្រដាសប្រាក់ពី3សន្លឹកខណៈដែលដើរទប់ខ្លួនមកឈរនឹងទល់មុខគេនាងសម្លឹងមុខគេដោយខ្សែភ្នែកនៃការឈឺចាប់ណាស់មើលដល់ខ្សែភ្នែកនៃការតូចចិត្តនិងអស់សង្ឃឹមណាស់លោកក៏ដូចជាប្រុសគ្រប់គ្នានៅក្នុងโลกនេះដែលគិតថាប្រាក់អាចទិញរបស់គ្រប់យ៉ាងនៅលើโลกនេះបានហើយវាក៏ទិញបានមិនចឹងឬសំបីតែកិត្តិយសរបស់មនុស្សស្រីដូចជានាងនេះរាយោខ្ញុំមិនលក់ទោះលោកចឹកលុយមកគប់ក្បាលខ្ញុំច្រើនជាងនេះទៀតរាប់រយរាប់ពាន់ដងទៀតក៏ខ្ញុំមិនត្រូវការប្រាក់របស់ប្រុសចិត្តអាក្រក់ដូចជាលោកនោះដែរក្រដាសប្រាក់ដែលក្តាប់នៅក្នុងដៃត្រូវគប់មុខសង្ហាខាប្រលឹងរបស់ថៃលើបន្ទាប់មកនាងក៏បែរខ្លួនរត់សម្ដៅទ្វារប៉ុន្តែត្រូវស្រវាចាប់បានមុននាងគ្មានសិទ្ធិចេញពីទីនេះនោះទេដរាបណាដែលមិនតាន់ធ្វើឲ្យខ្ញុំនេះសប្បាយនៅលើគ្រែអត់ទេកុំធ្វើដាក់ខ្ញុំបែបនេះសាស្ត្រាចារ្យគ្មានសិទ្ធិនោះទេនាងរើបំរាស់ព្យាយាមរក្សាកិត្តិយសដែលនៅសល់បន្តិចបន្តួចនោះរបស់ខ្លួនប៉ុន្តែវានៅឆ្ងាយសន្លឹមណាស់ខុសហើយនាងច្រមុះខ្ញុំមានសិទ្ធិតាំងពីគប់លុយដាក់មុខរបស់នាងមកម្លេះប្រាប់ហើយតាថាខ្ញុំមិនត្រូវការប្រាក់របស់សាស្ត្រាចារ្យខ្ញុំមិនលក់ខ្លួនឲ្យសាស្ត្រាចារ្យនោះទេថៃលើសើចចំអកមើលមុខមនុស្សស្រីដែលប្រឹងរើបំរាស់ដោយខ្សែភ្នែកខ្ពើមរអើមែនហើយគេខ្ពើមរអើមនាង
ទាំងខ្ពើមទាំងរអើបទាំងស្អប់ប៉ុន្តែទោះដូច្នោះក៏នៅតែត្រូវការនាងនៅតែត្រូវការរាងកាយស្រស់ស្អាតរបស់នាងនៅលើគ្រែរបស់គេទៀតដឹងពេញទ្រង់ថាស្រីម្នាក់នេះស្មោកគ្រោកថោកទាបប៉ុន្តែគេហាមចិត្តខ្លួនឯងមិនបានសោះហាមមិនឲ្យប៉ះពាល់រាងកាយរបស់នាងមិនបានដែលមិនដឹងថាព្រោះអ្វីទៅសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលចំណាយពេលដ៏មានតម្លៃក្នុងការតាមដានស្ដាប់នៅកំណត់និទានស្នេហ៍នាងខ្ញុំរងចាំដោយរីករាយក្នុងការរិះគន់កែលម្អគ្រប់ពេលវេលាសូមជូនពរប្រិយមិត្តអ្នកស្ដាប់ទាំងអស់រកស៊ីទទួលទានមានបាននិងមានសុខភាពល្អគ្រប់គ្នាសូមជម្រាបលា